អត្តបទព្រះធម៌អប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានណាចារ្យហឹមប៊ុនធឿនធម្មធេរោអវានទី101ព្រះពុទ្ធបានត្រាស់ដឹងហើយព្រះអង្គបានបង្រៀនរបៀបផ្សព្វផ្សាយព្រះធម្មវិន័យដល់ទេវតានិងមនុស្សបានស្ដាប់សិក្សាប្រតិបត្តិតាមដើម្បីសម្រេចជាប្រយោជន៍សេចក្តីសុខចម្រើនហើយញ៉ាំងដំណើរជីវិតប្រកបដោយធម៌ត្រេកអរក្នុងធម៌តាំងនៅអរិយបុគ្គលដ៏ប្រសើរគឺក្សេមចាក់ទុកទាំងពួងចំណែកធម៌របស់ព្រះអង្គត្រាស់ដឹងច្រើនណាស់ប្រៀបបីដូចស្លឹកឈើនៅលើផែនដីប៉ុន្តែព្រះធម៌ព្រះអង្គយកទៅសម្ដែងទូនមានតិចតួចដោយស្លឹកឈើនៅក្នុងបាតដៃរបស់ព្រះអង្គមានន័យថាព្រះអង្គប្រាប់ឲ្យនិយាយតិចតែធ្វើឲ្យច្រើននិយាយតិចនោះមានតម្លៃជាប្រយោជន៍ឲ្យសពសត្វឆាប់យល់យកទៅអនុវត្តឲ្យបានសម្រេចគុណធម៌ថ្នាក់សិលថ្នាក់សមាធិថ្នាក់វិបស្សនាថ្នាក់មគ្គផលរហូតដល់ព្រះនិព្វានឯចំណែកពុទ្ធជនអប្រាជ្ញាសិក្សាប្រតិបត្តិនៅធម្មវិន័យដឹងបានតិចតួចដោយស្លឹកឈើក្នុងបាតដៃតែពេលនិយាយធម៌ចូលចិត្តនិយាយច្រើនដោយស្លឹកឈើនៅលើផែនដីធ្វើតិចតែនិយាយច្រើនម្ល៉េះហើយអ្នកទូនមានក៏មិនទាន់បានត្រាស់ដឹងពលត្រូវអ្នកស្ដាប់បានត្រឹមតែឮមិនទាន់ធ្វើកើតពលត្រូវតាមសភាវធម៌ឲ្យបានពិតប្រាកដក្នុងអរិយសច្ចៈណាមួយឲ្យជាក់ច្បាស់ហេតុនេះហើយធ្វើឲ្យច្របូកច្របល់ព្រះធម៌វិន័យដ៏បរិសុទ្ធរបស់ព្រះអង្គបែរទៅកើតវិវាទឆ្លោះប្រកែកគ្នាបង្កើតទំនាស់ទាស់ទែងបែកបាក់សាមគ្គីគ្នាធ្លាក់ចូលក្នុងវិបត្តិគឺមិច្ឆាទិដ្ឋិកាន់តែច្រើននាំឲ្យសពសត្វមិនត្រឹមតែមិនបានសុខទេបន្ថែមសេចក្តីទុក្ខកាន់តែច្រើនឡើងថែមទៀតនេះព្រោះតែមិនយល់ធម៌អវាទទី102បណ្ឌិតទាំងឡាយតែងសរសើរជីវិតនៃការរស់នៅប្រកបដោយបញ្ញាថាជីវិតដ៏ប្រសើរព្រោះបញ្ញានេះជាគ្រឿងកំណត់ឲ្យឃើញច្បាស់នៅដំណើរជីវិតដែលកំពុងប្រព្រឹត្តទៅរបស់យើងម្នាក់ៗឲ្យដឹងច្បាស់ដោយខ្លួនឯងថាតើមានសមត្ថភាពកម្រិតណាសម្រាប់គ្រប់គ្រងរក្សាខ្លួនយើងនឹងព្រោះបញ្ញានេះឲ្យដឹងខ្លួនយើងម្នាក់ៗមានសេចក្តីអត់ធន់ឬអត់ដែលយើងកំពុងធ្វើការងារនេះបញ្ញាដឹងខ្លួនឯងមានគុណធម៌ឬអត់ដែលនៅពេលរស់នៅឬសេពគប់ជាមួយចំណោមមនុស្សជាច្រើនទាំងអស់នេះបញ្ញាបានដឹងខ្លួនឯងមានសេចក្តីស្ងប់ស្ងៀមឬអត់នៅពេលមានពាក្យសម្ដីកើតឡើងទាំងល្អទាំងអាក្រក់នេះបញ្ញាបានដឹងខ្លួនយើងថាក្លាហានរឹងមាំឬអត់នៅពេលយើងជួបឧបសគ្គគ្រោះថ្នាក់នេះបញ្ញាបានដឹងខ្លួនយើងឆ្លាតឬអត់នៅពេលយើងពិភាក្សាដោះស្រាយបញ្ហានេះបញ្ញាបានដឹងខ្លួនយើងធ្វើខុសនេះតើព្រមទទួលយកការពិតឬអត់ដូច្នេះបណ្ឌិតដែលមានប្រាជ្ញារស់នៅប្រសើរត្រង់មានបញ្ញាសម្រាប់ឆ្លុះបញ្ចាំងឲ្យឃើញរឿងរ៉ាវដែលកើតឡើងហើយរលត់ទៅវិញនេះឲ្យបានដឹងពិនតាមហេតុផលច្បាស់លាស់ទើបបានសុខពិនអវាទទី103បណ្ឌិតបរិបូរដោយសិលមានវិជ្ជាដ៏ពិរោះមានប្រាជ្ញាឆ្លៀសវៃមានកិរិយាប្រព្រឹត្តឲ្យលំទោនជាប្រក្រតីមិនរឹងត្អឹងបុគ្គលមានសភាពដូចនេះរមែងបាននៅយុះដ៏ប្រសើរព្រះពុទ្ធដីកាបេដកលេខ19ទំព័រ91អវាទទី104យើងទាំងអស់គ្នាបានកើតមកមានសំណាងជួបព្រះពុទ្ធសាសនាបានក្លាយជាញាតិរបស់ព្រះអង្គសម្រាប់ចិត្តយកព្រះពុទ្ធជាទីពឹងគួរសិក្សាស្វែងយល់នៅពាក្យបង្រៀនរបស់ព្រះអង្គឲ្យច្បាស់លាស់ត្រឹមត្រូវទើបយើងមានដំណើរល្អឆ្ពោះទៅកាន់ទីរំលត់ទុកបានព្រោះដំណើរជីវិតត្រូវជួបរាល់ថ្ងៃគឺភ័យឬពៀ5យ៉ាង1សម្លាប់2លួច3ប្រព្រឹត្តខុសក្នុងកាម4កុហក5គ្រឿងស្រវឹងជាហេតុនាំឲ្យមានភ័យមានពៀមានបៀតបៀនគំនុំគុំគួនមានព្យាបាទច្រណែនឈ្នានីសមានប្តឹងផ្ដាល់មានលួចប្លន់កាប់សម្លាប់ចាប់រំលោភឈឺចាប់ប្រមាថវង្វេងបាត់បង់សតិជាដើមបានជួបក្នុងបច្ចុប្បន្ននិងជួបបរលោកខាងមុខហើយទទួលទុកទោមនស្ស
ប្រព្រឹត្តទៅក្តៅក្រហាយឈឺចាប់ក្នុងចិត្តរាល់ថ្ងៃព្រះអង្គឲ្យរងាប់ពាក្យទាំង5នេះត្រូវប្រកបធម៌4យ៉ាងគឺ 1. ត្រូវចេះជ្រើសរើសមិត្តជាកល្យាណមិត្តគួរសេពគុំគួរអាស្រ័យជាមួយ 2. ត្រូវចេះរៀនស្ដាប់ធម៌ពាក្យទូនមានសប្បុរសជាកល្យាណមិត្តឲ្យយល់ច្បាស់លាស់ចងចាំឲ្យប្រកបត្រឹមត្រូវ 3. ត្រូវចេះធ្វើទុកក្នុងចិត្តនៅពាក្យទូនមាននោះដោយឧបាយប្រាជ្ញាជាបុគ្គលឆ្លៀសវៃចេះបែងចែកខុសត្រូវគុណទោសមានស្មារតីដឹងខ្លួនជានិញ 4. រៀនចេះប្រព្រឹត្តប្រតិបត្តិនៅអំពើល្អជាកុសលបណ្ដុះគុណធម៌ឲ្យបានខ្ជាប់ខ្ជួនរឿយៗជាប្រចាំរាល់ថ្ងៃទើបចិត្តយើងកែពីបាបធម៌បដូរទៅកុសលធម៌ប្រកបដោយសតិបញ្ញាមានធម៌ពលរងាប់និងកាត់ផ្ដាច់ពីឫសគល់របស់ពាក្យគឺលោភៈទោសៈមោហៈពេលណាឫសគល់អកុសលអស់ហើយត្រួយជីវិតក្នុងគុណធម៌ចាប់ផ្ដើមដុះលូតលាស់ស្រស់ថ្លាមានសិរីសួស្តីសុភមង្គលកើតឡើងព្រមកាយចិត្តទទួលបានសេចក្តីសុខអវាទទី105នរជនឯណាមានសទ្ធាប្រកបដោយប្រាជ្ញាបានយល់ព្រះធម៌ហើយតែងមានស្មារតីភ្ញាក់រលឹកសមាទានទទួលកាន់ជោគនៅសិលជាទីពឹងដ៏ប្រសើរដើម្បីជួយទំនុកបំរុងក្នុងដំណើរជីវិតរបស់ខ្លួនឲ្យតាំងក្នុងសុចរិតតាមផ្លូវកាយវាចាចិត្តឲ្យចម្រើននៅគំនោកុសលរាសីប្រកបដោយសុភមង្គលហើយគប្បីរូតរះអប់រំចិត្តឲ្យស្អាតបរិសុទ្ធទទួលបានបិតិកើតពីសេចក្តីស្ងប់ជាចិត្តរួចចាកទោសពីគ្រឿងសៅហ្មងព្រះអង្គសរសើរថាក្នុងលោកនេះក្តីក្នុងលោកខាងមុខក្តីមិនមានធម៌ដតីឯណាឲ្យប្រសើរជាងសមាធិឡើយព្រោះបុគ្គលបានតាំងចិត្តមាំក្នុងសមាធិហើយរមែងមិនបៀតបៀនអ្នកដតីផងនិងមិនបៀតបៀនខ្លួនឯងផងធម៌មិនបៀតបៀននេះជាធម៌ដ៏ក្រៃលែងអហិង្សាបរមាធម្មីឈ្មោះអ្នកដាក់ចុះនៅអ្វីដែលព្រះអង្គឲ្យដាក់ចុះគឺការបៀតបៀនរមែងស្រាលកាយស្រាលចិត្តពីរបស់ធ្ងន់ក្នុងខណ្ឌនិងដើម្បីបញ្ចប់រាល់បញ្ហានៃជីវិតដែលធ្ងន់ដោយទុក្ខដ៏ច្រើននេះជាភារកិច្ចរបស់សាវកមានគុណធម៌គឺអ្នកមានសទ្ធាផងមានសិលផងមានឈានផងនិងមានបញ្ញាផងទើបដោះស្រាយបញ្ហាជីវិតឲ្យបញ្ចប់បានអវាទទី106ការសិក្សាសតិប្បដ្ឋានជាមេរៀនរបស់ព្រះសម្ពុទ្ធបង្រៀនអំពីរបៀបអប់រំចិត្តឲ្យរួចចេញពីអកុសលដ៏លាមកដែលជាប់ក្នុងចិត្តល្ងងមិនឆ្លៀសចិត្តវង្វេងចិត្តប្រឡាក់ដោយធូលីជាគ្រឿងសៅហ្មងនាំឲ្យជីវិតសត្វមានសេចក្តីទុក្ខច្រើនសោកសៅឈឺចាប់ចង្អៀតចង្អល់ក្រៀមក្រំច្រើនប៉ុន្តែបើចិត្តបានចម្រើនអប់រំប្រតិបត្តិល្អហើយរមែងញ៉ាំងចិត្តឲ្យត្រជាក់ស្ងប់ស្ងាត់ភ្លឺថ្លាឆ្លៀសវៃជាចិត្តស្អាតបរិសុទ្ធផូរផង់នាំជីវិតរបស់សត្វអស់បញ្ហារួចចាកទុំដូច្នេះយើងបានជួបព្រះធម៌ហើយត្រូវរៀនឲ្យយល់ជាក់ច្បាស់ដោយខ្លួនឯងតើយើងធ្វើបុណ្យនេះទៅសុគតិភពឬទៅព្រះនិព្វានបើចង់ទៅព្រះនិព្វានមានសទ្ធាហើយត្រូវរក្សាសិលឲ្យតាំងមាំល្អរួចតម្រង់ទិដ្ឋិឲ្យត្រង់ក្នុងសមាទិដ្ឋិហើយប្រញាប់រូតរះជំរះផ្លូវអរិយមគ្គប្រកបដោយអង្គ8ដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានយើងត្រូវតែព្យាយាមប្រឹងប្រែងចម្រើនវឹកហាត់សតិបញ្ញាញាណឲ្យស្ទាត់ជំនាញឲ្យរឿយនៅអារម្មណ៍សមថវិបស្សនាឲ្យទៅជាអារម្មណ៍របស់សតិនិងជាទីតាំងរបស់សតិព្រោះសតិប្បដ្ឋាននេះព្រះអង្គបង្រៀនទាំងសមថយានិកនិងវិបស្សនាយានិកជាអ្នកនឿយណាយទុកក្នុងវត្តដាក់ជាលំនៅរបស់មេហើយមានបំណងដោះដៃពីមេមានចិត្តបាបហើយប្រាថ្នាដើរតាមផ្លូវអរិយមគ្គជាផ្លូវតែមួយជាផ្លូវត្រង់ជាផ្លូវមិនមានភ័យជាផ្លូវរំលត់បងនៅភ្លើងទុក្ខភ្លើងកិលេសជាផ្លូវក្សេមចាក់ទុក្ខទាំងពួងផ្លូវនេះហើយជាគោលដៅរបស់ព្រះពុទ្ធគ្រប់អង្គបង្រៀនយើងឲ្យធ្វើដំណើរទៅអវាទទី107បុគ្គលណាមានសតិកំពុងគ្រប់គ្រងរក្សាកាយចិត្តឲ្យតាំងមាំក្នុងសេចក្តីមិនប្រមាទហើយមានបញ្ញាកំពុងពិចារណាកំណត់ដឹងនៅដំណើរជីវិត
ដែលប្រព្រឹត្តទៅឃើញច្បាស់នៅសភាវធម៌ពិតឲ្យប្រកបត្រឹមតែកាយចិត្តនាមរូបកើតហើយរលត់ទៅវិញតាមធម្មជាតិផុតចាកសេចក្តីប្រកាន់ហួងហែងបុគ្គលនោះឈ្មោះថាជាអ្នកកំចាត់បងនៅរាគៈទោសៈនិងអវិជ្ជាជាអ្នកអស់អាសវៈឆ្ងាយចាកកិលេសហើយបុគ្គលនោះមានឈ្មោះថាបានកាប់ឆ្ការតណ្ហាដែលជាគ្រឿងចាក់ស្រេះទាំងខាងក្នុងទាំងខាងក្រៅមិនឲ្យមានសេសសល់ឯតណ្ហាជាគ្រឿងចាក់ស្រេះនោះរមែងរលត់ទៅក្នុងលោកនេះជាបុគ្គលមិនលងការបញ្ចាច់បញ្ចើរបស់តណ្ហាដែលចោមរួមរិទ្ធស្អិតជាប់ដោយជរាហើយចងខាំងទុកក្នុងអន្លង់ភពដុតរលដោយភ្លើងកិលេសមានសេចក្តីទុក្ខសោកសៅក្នុងគំនោខណ្ឌឈ្មោះថាជាអ្នករួចចាកទុំអវាទទី108ពេលដែលព្រះពុទ្ធបានត្រាស់ក្នុងលោកនេះហើយព្រះអង្គបានពិចារណាដោយបញ្ញាញាណត្រាស់ដឹងបានដឹងជ្រាបច្បាស់ថាសត្វលោកទាំងអស់បើមិនយល់ព្រះធម៌អរិយសច្ចៈបានច្បាស់លាស់ទេសុទ្ធតែធ្លាក់ក្នុងជំនឿលើមង្គលភ្ញាក់ផ្អើលផ្សេងដែលជាឫសគល់ក្នុងមច្ឆាទិដ្ឋិយល់ខុសប្រាជ្ញាពីសភាវធម៌ពិតតាមដំណើរធម្មជាតិនៃជីវិតហើយមិនអាចរំដោះខ្លួនឲ្យរួចចាកពីចំណងកិលេសមានសេចក្តីទុក្ខក្នុងវដ្តសង្សារបានឡើយដោយប្រតិអាណិតអាសូរដល់សពសត្វយ៉ាងនេះបានជាព្រះអង្គយាងទេសនាទូលមានពន្យល់ព្រះធម៌ឲ្យសត្វលោកបានស្ដាប់ព្រោះមានតែការស្ដាប់រៀនគោរពប្រតិបត្តិនេះទេដែលជាឱកាសល្អមានតម្លៃជីវិតសម្រាប់បណ្ដុះពោធិសទ្ធាជាក្រំពូជអរិយទ្រព្យដាំក្នុងដួងចិត្តឲ្យដុះមគ្គផលញ៉ាំងចិត្តឲ្យស្អាតបរិសុទ្ធដើម្បីដកចេញបំបត្តិចោលនៅជំនឿមង្គលភ្ញាក់ផ្អើលក្នុងមិច្ឆាទិដ្ឋិយល់ខុសនេះបានដូច្នេះបានព្រះអង្គសរសើរការអប់រំចិត្តគឺជាគុណតម្លៃដែលមានឥទ្ធិពលស័ក្តិសិទ្ធិណាស់សម្រាប់វឹកវើហាត់ពុតលុតដំដុសខាត់សម្អាតចិត្តផ្លាស់ប្ដូរកែតម្រូវចិត្តពីមិច្ឆាទិដ្ឋិបន្តិចម្ដងរហូតដល់អ្នកអាចឃើញនៅសមត្ថភាពពិសេសរបស់ខ្លួនអ្នកគឺក្នុងអរិយសច្ចៈត្រូវតាមសភាវធម៌ពិតជាក់ច្បាស់ប្រកបដោយសមាទិដ្ឋិតាមការត្រាស់ដឹងរបស់ព្រះអង្គធ្វើឲ្យคล้ายជាឧត្តមជីវិតតាំងមាំក្នុងគុណធម៌ស្អាតបរិសុទ្ធប្រកបដោយបញ្ញាញាណដ៏ប្រសើរគឺ 1. បញ្ញាដឹងច្បាស់នៅកម្មដែលប្រព្រឹត្តទៅមានប្រយោជន៍និងកម្មឥតប្រយោជន៍ 2. បញ្ញាដឹងច្បាស់នៅអារម្មណ៍សុខស្ងប់ចាកទុក្ខនិងអារម្មណ៍ប្រកបដោយសេចក្តីទុក្ខសៅហ្មង 3. បញ្ញាដឹងច្បាស់នៅកម្មដ្ឋានគួរចម្រើនដើម្បីរំលត់ទុក្ខនិងកម្មដ្ឋានណាចម្រើនទៅជាប់សេចក្តីទុក្ខក្នុងវដ្តដែរ 4. បញ្ញាដឹងច្បាស់នៅសមាបដិបទាផ្លូវត្រាស់ដឹងអរិយសច្ចៈធ្វើឲ្យជាក់ច្បាស់ព្រះនិព្វាននិងផ្លូវវង្វេងប្រឆាអរិយសច្ចៈមិនធ្វើឲ្យជាក់ច្បាស់ព្រះនិព្វានហេតុដូច្នេះសាវកទាំងឡាយគួរគប្បីស្ដាប់ការសិក្សាគោរពប្រតិបត្តិឲ្យបានល្អត្រឹមត្រូវដើម្បីតម្រង់ទិដ្ឋិឲ្យត្រង់តាមធម៌វិន័យនៃការត្រាស់ដឹងចង្អុលបង្ហាញរបស់ព្រះអង្គទើបញ៉ាំងជីវិតឲ្យស្អាតបរិសុទ្ធក្សេមចាក់ទុក្ខទាំងពួង